សុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់រៀបរាប់ហើយនឹងបង្ហាញអំពីមូលដ្ឋានគ្រឹះអេឡិចត្រូនិកសប្តាហ៍មានឧបករណ៍អេឡិចត្រូនិកជាច្រើនត្រូវបានគេបង្កើតហើយប្រើជាលក្ខណៈក្រុមគ្រួសារឬក៏ជាប្រព័ន្ធធំនៅតាមក្រុមហ៊ុនឬក៏សហគ្រាសរោងចក្រជាដើមផងដែរដើម្បីរៀនមូលដ្ឋានគ្រឹះអេឡិចត្រូនិកតាមពិតគឺយើងរៀនអំពីដំណើរការគ្រឿងបរិក្ខារអេឡិចត្រូនិកនៅពេលដែលយើងយល់អំពីដំណើរការនៃគ្រឿងបរិក្ខារអេឡិចត្រូនិកនោះយើងក៏អាចយល់អំពីដំណើរការរបស់សេគ្វីអេឡិចត្រូនិកផងដែរហើយនៅពេលដែលវាខូចយើងអាចជួសជុលវាបានប៉ុន្តែតាមពិតតើយើងអាចជួសជុលតាមរបៀបណាគឺនៅពេលដែលយើងជួសជុលគឺយើងយល់អំពីដំណើរការរបស់គ្រឿងអេឡិចត្រូនិកនិងសេគ្វីផងដែរហើយនៅពេលដែលគ្រឿងបរិក្ខារទាំងអស់បានផ្គុំចូលគ្នាឬក៏ត្រូវបានដាក់នៅលើបតសេគ្វីមួយនោះត្រូវបានបង្កើតជាសេគ្វីមួយបើសិនបើគេចង់ប្រើរបស់នោះទៅជាសេគ្វីផ្សេងផងដែរដូចនេះជា resistance ហើយនេះគឺជា resistance variable អាចប្រែប្រួលតម្លៃហើយនេះគឺជាកង់ដង់គីមីនេះគឺជា transistor MOSFET ហើយនេះជា diode ហៅខ្លីថា diode ហើយនេះគឺជា IC តែ IC នេះក៏វាមានលេខកូដរបស់វាដែរហើយបងប្អូនអាចតាមដាននៅវគ្គបន្តទៀតផងអំពីដំណើរការនៃគ្រឿងបរិក្ខារផ្សេងៗ